Hello ក៏ដូចជាសួស្តីដល់អ្នកនរគ្នាថ្ងៃនេះផងដែរគឺយើងនឹងធ្វើការមកបន្តទៅលើសាច់រឿង The Flash Season ទី1 episode ទី3របស់យើងជាបន្តទៀតហើយសម្រាប់គ្នាយើងណាដែលបន្តបានទស្សនា episode ទី1និង episode ទី2ទេគឺអាចទៅរកមើលបាននៅក្នុង channel របស់ខ្ញុំបានផងដែរដូច្នេះកុំឲ្យខាតពេលវេលាយូរពេកយើងចូលទៅដល់វីដេអូរបស់យើងទាំងអស់គ្នាសាច់រឿងនៅក្នុងអេពីសូតទី3នេះគឺបានបង្ហាញដល់ឃើញនៅវត្តមានរបស់ Barry ជាមួយនឹង Iris ដែលគេទៅចេញពីមើលកុននៅក្នុងទីក្រុង Central City នឹងឯងខណៈពេលដែល Barry ជាមួយនឹង Iris កំពុងតែនិយាយគ្នាសុកតុកនៅពេលនោះផងដែរ Starlab ក៏បានទេមក Barry តែម្ដងប៉ុន្តែសំណាងដែរនៅពេលនោះគឺថា Iris គឺកំពុងតែនិយាយទូរស័ព្ទជាមួយនឹង Eddie ដូច្នេះក៏មានពេលវេលាឲ្យ Barry របស់យើងទៅធ្វើការធ្វើប្រតិបត្តិការរបស់គាត់ទៅលើកនេះគឺថា Barry របស់យើងចេះប្រើប្រាស់ក៏ដូចជាទប់ទល់ទៅលើថាពលរត់លឿនរបស់ខ្លួនហើយដូច្នេះគឺគាត់រត់ទៅជួយចាប់ចោលជាមួយនឹងលោកប៉ូលីសត្រឹមតែមកប្រព្រឹត្តផ្នែកតែប៉ុណ្ណោះហើយក៏បានមកជួបជាមួយនឹង Iris វិញទាន់ពេលវេលាដែល Iris បែរទៅមើលមុខគាត់ល្មមហើយឆ្លៀតពេលនឹងផងដែរ Iris ក៏បានឆ្លៀតសួរឌឺទៅកាន់ Barry ផងដែរថា Barry នឹងហូប BBQ ផង popcorn ផងដូចជាកូកាទេហើយដូចជាអត់ឃើញឡើងគីឡូទៅសោះហើយ Barry ក៏មិនដឹងឆ្លើយមិនគាត់ក៏បាននិយាយថាមកវាគាត់ព្រូនច្រើនពេកខណៈពេលដែល Iris ជាមួយនឹង Barry បានដើរទៅបាត់ហ្នឹងក៏មានគ្រួសារបងធំមួយនៅទីនោះផងដែរដែលកំពុងតែធ្វើការនិយាយពីរឿងអ្វីមួយដែលមើលទៅសង្ងាត់ខ្លាំងយកទៅមែនតើក្មួយរបស់គាត់គឺបារម្ភខ្លាំងមែនតើថាមានឃាតករអាចនឹងមកធ្វើការសម្លាប់គាត់ជាដើមប៉ុន្តែលោកពូរបស់គាត់ក៏បាននិយាយថានៅទីនេះគឺគ្មាននរណាអាចចេញចូលបានទេសូម្បីតែកញ្ចក់នៅក្នុងភោជនីយដ្ឋានមួយនេះក៏ធ្វើឡើងជាពិសេសក្រកភ្លើងគឺមិនអាចធ្វើការបាញ់ទម្លុះវាបាននោះទេបន្ទាប់មកពួកគេក៏ធ្វើការប្រជុំតែម្ដងដោយពួកគេមិនដឹងនោះទេថានៅពេលនេះគឺកំពុងតែមានគ្រោះថ្នាក់ចិត្តមកដល់ពួកគេហើយខណៈពេលដែលបរិះដែលជាពូកំពុងតែនិយាយជាមួយនឹងក្មួយរបស់គាត់សុកនៅពេលនោះផងដែរក៏មានផ្សែងអាប់សម្លាយម្យ៉ាងបានធ្វើការមកវាប្រហារទៅលើគាត់តែម្ដងហើយបន្ទាប់ពីបរិះម្នាក់នោះហត់ផ្សែងពណ៌បៃតងមួយនោះហើយក៏ធ្វើគាត់ដកដង្ហើមមិនចេញនោះទេចុងក្រោយគាត់ក៏បានដៃខ្យល់ស្លាប់តែម្ដងហើយអ្នកផ្សេងទៀតនៅខាងក្នុងនោះក៏មិនខុសគ្នាជាមួយនឹងបរិះម្នាក់នោះដែរមួយរបស់គាត់ដោយសារតែឃើញបែបនេះក៏បានយកកំភ្លើងមកបាញ់កញ្ចក់ដើម្បីទម្លុះចេញទៅខាងក្រៅប៉ុន្តែវាគ្មានប្រយោជន៍នោះទេដូចជាពូរបស់គាត់និយាយអញ្ចឹងគឺថាកញ្ចក់ទាំងអស់នេះគឺវារឹងខ្លាំងមែនតើក្រកំភ្លើងគឺមិនអាចធ្វើអ្វីវាបាននោះទេចុងក្រោយគឺថាមនុស្សនៅក្នុងភោជនីយដ្ឋានទាំងអស់នេះគឺស្លាប់ទាំងអស់តែម្ដង Barry ជាមួយនឹងចោនេះវិញគឺពួកគាត់នៅក្នុងការិយាល័យរបស់ប៉ូលីសនៅឡើយទេដែលពួកគេគឺមិនទាន់ដឹងនោះទេថាមានរឿងអ្វីកើតឡើងមើលទៅក្រោយមក Eddie គាត់ក៏បានធ្វើដំណើរដល់ទីនេះផងដែរដែល Eddie បាននិយាយថាគ្រួសារ Mafia ទាំងអស់នោះគឺស្លាប់មួយគ្រួសារតែម្ដងដោយមិនដឹងមូលហេតុនោះទេអញ្ចឹងគឺត្រូវការអ្នកជំនាញធ្វើកសោបវិច័យដូចជា Barry នេះទៅធ្វើកសោបវិច័យឲ្យឃើញទៅផ្ទាល់ហើយនៅពេលដែល Barry ជាមួយនឹងចោបានទៅដល់កន្លែងកើតហេតុហ្នឹង Barry គឺគាត់មើលដឹងហើយថាសពទាំងអស់នេះគឺស្លាប់ដោយសារអ្វីពលគឺ Barry បាននិយាយថាសពទាំងអស់នេះគឺគ្មានការមានស្នាមក៏ដូចជាក្រកកំភ្លើងអ្វីនោះទេពលគឺពួកគេស្លាប់ដោយមានអ្នកបំពោផ្សែងពោដាក់ពួកគេទាំងឯងតែដំបងចូលក៏បានវិនិច្ឆ័យថាពួកទាំងអស់នេះគឺជា Mafia អញ្ចឹងគឺជារឿងធម្មតានោះទេដែលមានអ្នកចង់ធ្វើការប៉ុនប៉ងសម្រាប់គេបែបនេះប៉ុន្តែនៅពេលដែលគាត់គិតស៊ីជម្រៅជាងនេះទៅទៀតគាត់ក៏បានគិតថាវាមិនដែរអាណាគេក៏ទំនេរម្លេះយកពងវាមកដាក់ក្នុងនឹងនោះទេហើយណាមួយនៅក្នុងភោជនីយដ្ឋានមួយនេះគឺបិទចិត្តសម្រាប់តែកញ្ចក់ក៏វាមិនអាចទៅលុបក្រកកំភ្លើងបាននោះដែរអញ្ចឹងតាមមូលហេតុអីបានជាគេអាចធ្វើការបំពោពួកទាំងនេះឲ្យស្លាប់បានអញ្ចឹងមានន័យថាជនល្មើសទាំងអស់នោះបានពាក់ម៉ាស់ហើយយកថ្នាំពោមកបំពោក្នុងនេះក៏យ៉ាងម៉េចដោយធ្វើការវិនិច្ឆ័យមិនបានពេលនោះផងដែរខណៈពេលដែល Eddie កំពុងតែជាប់និយាយជាមួយនឹងប៉ូលីសផ្សេងទៀត Barry ក៏បានលបទឹកខ្សឹបជាមួយនឹងចោផងដែរក៏បាននិយាយថានេះប្រកាសជាទង្វើរបស់ Meta Human ជាមិនខាននោះទេដែលគេមានថាពលបែបនេះដូច្នេះហើយបន្ទាប់ពីនិយាយគ្នារួចរាល់ពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅកាន់ Starlab តែម្ដងនៅពេលដែលទៅដល់ Starlab ពួកគេបានត្រឹមតែសន្និដ្ឋានថាទាំងអស់នេះគឺជាទង្វើរបស់ Meta Human តែប៉ុណ្ណោះគឺដោយសារតែពួកគេមិនទាន់មានផលតាំងគ្រប់គ្រាន់ក៏ដូចជាស្នាក់ថ្នាំណាមួយនៃបំណែកក្នុងរាងកាយក៏ដូចជាផ្សែងរបស់ជនល្មើសមួយនោះទេប៉ុន្តែពួកគេសន្និដ្ឋានថានេះគឺជាទង្វើរបស់ Meta Human នឹងឯងតបមកលោក Harrison Wells គឺគាត់នៅតែនិយាយរឿងដដែលនឹងឯងគឺគាត់បាននិយាយថាពួកទាំងអស់នេះប្រកាសជាត្រូវបានធម្មពលដែលផ្ទុះចេញពី Starlab នឹងជាមិនខាននោះទេបានបំលែងគេទៅជា Meta Human បែបនេះ Kellen វិញនៅពេលដែលនាងលើថាបន្ទុះចេញពី Starlab បែបនេះក៏ធ្វើឲ្យនាងនៅទៅដល់រឿងមួយកាលពី9 ខែមុនពលគឺជាពេលវេលាដែល Starlab ផ្ទុះនឹងឯងនៅពេលនោះផងដែរនៅពេលដែល Starlab មិនទាន់ផ្ទុះគឺយើងបានឃើញថា Kellen គឺមានគូតដឹងក៏ដូចជាសង្សាររួចបាត់ទៅហើយពួកគេគឺមានគម្រោងទៅលេងប្រទេសអ៊ីតាលីទៀតផងបន្ទាប់ពីការធ្វើតេស្តមួយនេះបានជោគជ័យប៉ុន្តែចង្រៃអីនៅពេលនោះផងដែរនៅពេលដែលលោក Harrison កំពុងតែធ្វើការបើកដំណើរការទៅលើថាពល Starlab ហ្នឹងពេលនោះផងដែរវាជោគជ័យបានត្រឹមតែជាង1នាទីតែប៉ុណ្ណោះបន្ទាប់មកវាក៏ចាប់ផ្ដើមមានបញ្ហាតែម្ដងប៉ុន្តែវាមិន
មិនទាន់បានបន្តទៅមុខទៀតនោះទេគឺដោយសារតែលោក Harrison បានហៅ Catelyn បាត់ទៅហើយដោយសារតែពួកគេមិនដឹងថាទៅរកអាជនល្មើសមួយនោះមកពីណាចឹងហើយពួកគេបានត្រឹមតែទៅស៊ើបពីប្រវត្តិនៃជនរងគ្រោះដែលបានស្លាប់ក្រោមដៃរបស់ជនល្មើសមួយនោះនឹងឯងកលែមើលចូលនេះវិញគឺគាត់កំពុងតែធ្វើការមើលទៅលើវីដេអូដែលបានសម្ភាសទៅលោក Henry កាលពីគាត់មុននឹងចូលគុកនឹងឯងមើលទៅចូលគឺគាត់ចង់ធ្វើការជួយឪពុករបស់ Barry ឲ្យចេញមកក្រៅគុកដូចគ្នាប៉ុន្តែគាត់មិនទាន់មានសមត្ថភាពនោះទេកលែមើលលោកពូ Harrison ជាមួយនឹង Cisco នេះវិញគឺគាត់កំពុងតែចូលទៅមើល Snow ក៏ដូចជាកន្លែងដែលវាមានបញ្ហានៅការ9ខែនោះផងដែរដោយសារតែកន្លែងមួយនេះហើយទើបធ្វើឲ្យ Starlab ទាំងវាបានផ្ទុះនឹងឯងបន្ទាប់មកពួកគេក៏ស្រមៃទៅកាន់ថ្ងៃនោះម្ដងទៀតដែលសង្សាររបស់ Catelyn ដែលមានឈ្មោះថា Roni នឹងគឺគាត់បានធ្វើការបែកឌីជីវិតរត់ចូលទៅបិទដូចជាធ្វើការសេរីទៅកាន់កន្លែងមើលផងដែរ Cisco ដំបូងគឺមិនចង់ឲ្យគាត់ទៅនោះទេហើយគាត់បាននិយាយថាបើគាត់មិនធ្វើបែបនេះទេមនុស្សគ្រប់គ្នានៅក្នុង Starlab នេះប្រកាសជាស្លាប់ជាមិនខាននោះទេ Cisco ក៏ទុកពេលវេលាគាត់2នាទីដើម្បីរំចូលមកក្នុងកន្លែងសុវត្ថិភាពវិញប៉ុន្តែហត់2នាទីបាត់ហើយគឺមិនទាន់ឃើញគាត់ចេញមកនោះទេបានន័យថាគាត់ស្លាប់បាត់ទៅហើយបន្ទាប់ពី Cisco គាត់សម័យទៅកាន់រូបភាពមួយនេះហើយគាត់ក៏បានមកនិយាយជាមួយនឹង Harrison ម្ដងទៀតថាកន្លែងមួយនេះហើយគឺធ្វើឲ្យគាត់ចងចាំទៅលើរឿងអាក្រក់មួយឥឡូវមើល Catelyn ជាមួយនឹង Barry នេះវិញនៅពេលនេះផងដែរគឺគេស៊ើបដឹងហើយថាតើឃាតករមួយនោះឈ្មោះអ្វីហើយនៅទីណាព្រោះថាបើតាមការស៊ើបអង្កេតក៏ដូចជាមើលទៅប្រវត្តិរបស់ក្រុមបងធំទាំងអស់នោះពួកគេគឺចាប់អារម្មណ៍ទៅលើបរិសម្នាក់ដែលមានឈ្មោះថា Kai ហើយកាលពីប្រហែលខែមុននេះ Kai គឺត្រូវបានកាត់ទោសពីបទធ្វើការសម្លាប់មនុស្សជាច្រើននៅក្រោមដៃរបស់គេតែបើតាមមើលទៅ Kai នេះគឺពីដើមឡើយគេគឺជាឃាតករស៊ីឈ្នួលនោះទេហើយគេប្រហែលជាត្រូវបានបងធំប្រមាណអ្នកនោះធ្វើការជួមេធាវីណាមួយដើម្បីឲ្យគេធ្លាក់ជាជ្រៅក្នុងគុកនឹងឯងហើយបែបនេះហើយដោយសារតែពេលនេះគេមានទៅលើថាពរ Meta Human ដែលគេជាថាវោគៈនឹងឯងទើបគេបានដើរសម្លាប់ទៅកាន់អ្នកដែលធ្វើបាបគេពីមុននឹងឯងហើយលើកនេះគោលដៅរបស់គេមួយទៀតនោះប្រកាសណាស់ប្រហែលជាអ្នកស្រីមេធាវីដែលបានកាត់ក្តីឲ្យគេចូលទៅក្នុងគុកនឹងឯងហើយដូចជាអ្វីដែល Catelyn ជាមួយនឹង Barry បានគិតពិតមែនអ្នកស្រីម្នាក់នោះក៏ត្រូវបានខែសម្លាប់នៅក្នុងបន្ទប់ចន្ទាយន្តតែម្ដងខណៈពេលដែល Barry ទៅនឹងគឺវាហួសពេលបាត់ហើយដោយសារតែអ្នកស្រីបានដៃខ្យល់ស្លាប់បាត់ហើយតែគេមិនទាន់ហួសពេលខ្លាំងនោះទេគឺដោយសារតែពេលនោះផងដែរគាត់បានរកឃើញទៅលើវត្តមានរបស់ខែតែ Barry គឺធ្វើអ្វីទៅកាន់ខែមិនកាន់នោះទេដោយសារតែគេគឺជាផ្សែងមិនត្រឹមតែប៉ុណ្ណោះ Barry ក៏បានស្រូបខ្យល់របស់ខែជាច្រើនផងដែរទៅធ្វើឲ្យគេបកដង្ហើមមិនចេញនោះទេលុះត្រាតែគេរត់មកកាន់ Starlab ឲ្យអ្នក Starlab ជួយនឹងទើបគេអាចដឹងខ្លួនមកវិញបានបន្ទាប់មកខាងក្រុម Starlab របស់យើងក៏បានធ្វើការសិក្សាក៏ដូចជារក skill សម្រាប់ counter ទៅលើអបិខានឹងផងដែរដោយធ្វើការគណនាទៅលើ skill សម្រាប់ counter សុកនោះគ្លៀននោះផងដែរ Cisco ក៏បានលើកជាកំណត់មួយថាដាក់ឈ្មោះអបិខានឹងថា The Mist តែម្ដងទៅហើយ skill សម្រាប់ counter អបិនឹងគឺអត់មានអីពិបាកនោះទេដោយសារតែផ្សាយទាំងអស់នោះធ្វើស្បិតទៅវាពលមែនប៉ុន្តែវាក៏មានកម្រិតកំណត់របស់វាផងដែរពោគឺនៅពេលណាដែលបេខែនឹងវាបញ្ចេញទៅលើថាពោហ្គាសរបស់វាច្រើនពេកពោគឺហ្គាសនឹងគឺវានឹងអស់ដូចគ្នាហើយវាធ្វើឲ្យបេខែនឹងចុះខ្សោយដូចគ្នាប៉ុន្តែរឿងដែលចង្រៃនោះគឺថាប៉ូលីសដែលបានចាប់ខ្លួនបេខែទៅដាក់នៅក្នុងតុលាការនោះពោគឺជាโจនឹងឯងដែលធ្វើឲ្យ Barry ដឹងថាគោលដៅចុងក្រោយរបស់បេនឹងគឺជាโจនឹងឯងទៅធ្វើគាត់បញ្ញាទៅជួយโจតែម្ដងហើយយើងក៏លេចទៅមើលโจនេះវិញគឺពេលនេះផងដែរគេកំពុងតែមកជួបជាមួយលោកពូ Henry ដែលជាឪពុករបស់ Barry នឹងឯងប្រាប់ថា Barry នឹងគឺនឹកលោកពូ Henry ឯងខ្លាំងណាស់ហើយគាត់ធ្វើយ៉ាងណាចង់ឲ្យលោកពូ Henry នឹងមកនៅជុំគ្នាជុំគ្រួសារជាមួយនឹង Barry វិញនិយាយជាមួយគ្នាសុកនៅពេលនោះផងដែរអាប៉ែខែលនឹងក៏បានធ្វើដំណើរមកដល់ទីនេះប៉ុន្តែលោកពូ Henry គឺគាត់មិនមានបញ្ហាអ្វីនេះទេគឺដោយសារតែគាត់នៅក្នុងទូកញ្ចក់មកខាងទៀតតែនៅពេលនោះសំណាងផងដែរដោយសារតែ Barry បានមកដល់ទាន់ហើយខាង Starlab ក៏ធ្វើការបង្កើតទៅលើថ្នាំបន្សាបសម្រាប់ធ្វើការ counter ទៅកាន់អាប៉ែ The Mist នឹងផងដែរទៅធ្វើឲ្យ Barry យកអាថ្នាំបន្សាបមួយនឹងចាក់ទៅចំកញ្ចឹងករបស់โจទៅធ្វើឲ្យโจមិនមានប្រតិកម្មអ្វីទៀតនោះទេโจក៏បាននិយាយទាំងអិមកថាធ្វើការចាត់ការប៉ែមួយនឹងទៅ Barry ក៏មិនចាំយូរដែរដោយសារតែโจបានដាក់ថ្នាំបន្សាបរួចហើយគាត់ក៏បានធ្វើដំណើរទៅចាត់ការមួយនោះហើយនៅកន្លែងមួយនេះគឺថាពេលនេះ Barry គឺគ្មានអីពិបាកក្នុងការធ្វើស៊ីអាប៉ែនឹងនោះទេពូគឺគាត់គ្រាន់តែនិយាយធ្វើម៉េចអាប៉ែនឹងខឹងទៅវានឹងបញ្ចេញហ្គាសរបស់វាអស់ពីខ្លួនជាមិនខាននោះទេ So long. ហើយដូចជាអ្វីដែល Barry បានគិតពិតមែននៅពេលដែលវាធ្វើការខឹងឡើងចន្លោតមួយពេលនោះវាបានមកចេញផ្សាយពីខ្លួនវាឡើងអស់លីងតែម្ដងខណៈពេលដែលវាកំពុងតែប្រកាសបកិនតែឯងនឹង Barry ស្ទុះទៅដាក់វាតាមម្ដាយប៉ុណ្ណោះចាប់វាបានតែម្ដងហើយគាត់ក៏បាននិយាយទៅកាន់លោកពូ Harrison យ៉ាងឡូវទៀតផងដែរថាពេលនេះយើងឈ្នះហើយ We win.
ក្រោយភាពវឹកវរបានបញ្ចប់ Barry ក៏បានទៅសួរសុខទុក្ខ Joe នៅក្នុងមន្ទីរពេទ្យផងដែរ Joe គឺមិនមានបញ្ហាអ្វីដល់អាយុជីវិតរបស់គាត់នោះទេគ្រាន់តែគាត់ត្រូវការដេកពេទ្យយ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរហើយបើយើងក៏លេចមកមើលអាប៉េ The Mist ឯនេះវិញពេលនេះផងដែរក្រុមរបស់ Star Lab ក៏បានចាប់គេមកដាក់គុកនៅក្នុង Star Lab ផងដែរគឺដោយសារតែអាប៉េហ្នឹងទទួលថាពរចេញពីរលកសញ្ញាចេញពី Star Lab ទាំងឯងអញ្ចឹងហើយគឺមានតែគុកនៅក្នុង Star Lab ទេទើបអាចទប់ទៅលើថាពររបស់វាបានមិនឲ្យវាចេញទៅណាបានទៀតនោះទេបន្ទាប់មក Barry ក៏បានទៅជួបជាមួយនឹងលោកពូ Henry ដែលជាឪពុករបស់គាត់និយាយពីមនោសញ្ចេតនាជាមួយគ្នាសុកលោកពូ Henry ក៏បាននិយាយថាគាត់បានឃើញ The Flash ដែលគាត់មិនដឹងទេថា The Flash ហ្នឹងគឺជាកូនរបស់គាត់ប៉ុន្តែគាត់បែរជានិយាយលេងថាបើសិនជា The Flash ហ្នឹងជា Barry ក៏មិនដឹងជាសប្បាយចិត្តយ៉ាងណានោះទេគឺដោយសារតែ The Flash ហ្នឹងដែលទៅជួយមនុស្សគ្រប់គ្នាចំណេញ Barry ឮដូច្នោះក៏បានញញឹមទាំងសប្បាយចិត្តហើយយើងក៏លេចទៅមើលខាងចុងរបស់សាច់រឿងនេះវិញយើងឃើញថាលោកពូ Harrison គឺសម្លឹងទៅមើលកៅអៅរបស់ The Flash មិនដាក់ភ្នែកនោះទេបន្ទាប់មកយើងក៏កាត់ទៅដល់ថ្ងៃដែល Star Lab ត្រូវបានផ្ទុះនៅពេលនោះលោកពូ Harrison គឺគាត់មិនបានធ្វើការនៅកន្លែងបន្ទប់គ្រប់គ្រងជាមួយនឹងគេនោះទេពលគឺគាត់បានចូលមកក្នុងបន្ទប់សម្ងាត់របស់ខ្លួនហើយក៏បានបើក AI របស់ខ្លួនដើម្បីមើលព័ត៌មានហើយនៅពេលនោះគឺគាត់បានឃើញរូបរាងរបស់ Barry ដែលត្រូវបានរន្ទះចេញពី Star Lab បាញ់ទៀតផងមើលទៅទាំងអស់នេះគឺដូចជាគម្រោងការរបស់គាត់អញ្ចឹងរួចហើយលោកពូ Harrison ក៏បាននិយាយពាក្យឡើងគួរខ្លាចទៀតផងដែរថាជួបគ្នាឆាប់ៗ Barry See you soon, Barry. ហើយក៏ធ្វើឲ្យភាគមួយនេះគឺវាបានចប់ទៅអរគុណអ្នកនរគ្នាក៏បានតាមដានទស្សនាតាមដានរហូតដល់ចប់ហើយបើចូលចិត្តកុំភ្លេចចុច like និង subscribe ជួបគ្នានៅវីដេអូក្រោយបាយបាយ